ពេញប៉ោះកាច់តែធៀងយកមកដតបងប្អូនគឺវាដោះមែនបាទដោះពិត 100% តែម្ដងយើងកាច់តែធៀងប៉ុណ្្នឹងមកយកមកដតចូលដីតែប៉ុណ្្នេះទៅគឺវាដោះហើយបងប្អូនបាទនេះជាលទ្ធផលក្រោយពីការកាច់ដតហ្នឹងបានប្រហែលជាង10ថ្ងៃបងប្អូនបាទជាង16 17ថ្ងៃបាទជិត20ថ្ងៃបាទជិត20ថ្ងៃបងប្អូនឃើញវាដោះចាក់ឫសដល់បាទកែវទឹកអំពៅឬក៏កែវកាហ្វេយើងនេះតែម្ដងបាទយើងដោតហើយយើងស្រោចទឹកសាមតិចជាប្រចាំរាល់ថ្ងៃមកបងប្អូននេះជាលទ្ធផលពិតបាទមិនមែនជាការសម្ដែងទេបងប្អូននេះបងប្អូននេះស្នាមគល់វាបាទស្នាមគល់ដែលយើងកាច់មកហ្នឹងឥឡូវឫសវានេះឫសវាគឺវាដោះចេញមកពិតដោយសារដើមពេញប៉ោះបងប្អូនវាមានឫសខ្យល់វានឹងច្រើនអញ្ចឹងដើមវានៅតាមដើមហ្នឹងគេហៅឫសខ្យល់ហ្នឹងនៅពេលដែលវាប៉ះដីប៉ះសំណើមទៅវានឹងដោះបែកចេញជាឫសមកហើយបងប្អូនដើមខ្លះមានលក្ខណៈពកអញ្ចឹងយើងគ្រាន់តែកាច់ម៉េចធៀងវាយកមកដតគឺដោះតែម្ដងនេះខ្ញុំដកឲ្យបងប្អូនមើលបាទក្រោយពីផ្សាំបានជិត20ថ្ងៃគឺដោះឫសមកប៉ុណ្្នឹងអញ្ចឹងបងប្អូនច្បាច់ទៅឃើញហើយបាទសតតែឫសរបស់វានេះបងប្អូននេះឫសបាទអញ្ចឹងបាន2សប្តាហ៍ជាងបាទគឺដោះមកប៉ុណ្្នឹងហើយឫសវាប៉ុណ្្នឹងបងប្អូនអញ្ចឹងប៉ុណ្្នេះគឺយើងអាចយកទៅដាំនៅក្នុងធុងក្នុងថូក្នុងផើងឬក៏នៅក្នុងសួនរបស់យើងបានហើយបងប្អូនបាទហើយដើមនេះខ្ញុំគ្រាន់តែដកមកបង្ហាញបងប្អូនទាំងអស់គ្នាបានមើលហើយខ្ញុំមិនយកទៅដាំទេបាទដោយសារខ្ញុំមានដាំច្រើនហើយភាគច្រើនគឺខ្ញុំបន្តដោយគ្រាប់យកទៅដាំដើមដែលកាច់ពីដើមមេធំហើយយកមកដោតដើម្បីដោះឫសរបៀបនេះបើយើងប្រៀបធៀបជាមួយនឹងដើមមេធំវាមានលក្ខណៈខុសគ្នាអញ្ចឹងបងប្អូនបាទលក្ខណៈខុសគ្នាត្រង់ថាដើមមេធំវានឹងអាយុវែងជាងហើយវាធន់រឹងមាំជាងប៉ុន្តែដើមដែលយើងកាច់ធៀងដតនេះណាបងប្អូនវាមានផ្លែផ្កាដូចដើមធំអញ្ចឹងគាត់នៅថាផ្លែវាមិនច្រើនដូចដើមដែលយើងបន្តដៃគ្រាប់ទេដោយសារអីដោយសារនេះប្រព័ន្ធឫសវានេះវាមិនសូវជាមាំមិនសូវជាច្រើនដូចដើមដែលយើងបន្តដៃគ្រាប់ទេបាទដើមបន្តដៃគ្រាប់វាមានឫសកែវមានអីដើមនេះអត់មានទេបងប្អូនខាងក្រោមនេះគឺជាស្នាមដែលយើងកាច់បាទស្នាមដែលយើងកាច់វាអត់មានឫសកែវទេវាមានតែឫសរយាងបាទវាមានតែឫសរយាងអញ្ចឹងយើងអាចបំប៉នអាចអីទៅមានផ្លែមានផ្កាដូចគ្នាដើមកណើតវាផ្លែផ្កាយ៉ាងម៉េចដើមនេះគឺផ្លែផ្កាអញ្ចឹងតែម្ដងអត់មានខ្លាយពូជទៀតបាទពូជសុទ្ធល្អតែម្ដងហើយបងប្អូនអាចអនុវត្តបាននេះជាបទពិសោធន៍ពិតគ្រាន់តែថាបើបងប្អូនមានគ្រាប់មានកូនយើងបន្តពីគ្រាប់គឺអាយុកាលវាវែងជាងហើយវារឹងមាំជាងដែលយើងកាច់មែកកាច់ធៀងយកមកដោតរបៀបនេះប៉ុន្តែបើសិនជាបងប្អូនមានមួយដើមហើយយើងចង់ពង្រីកពូជលឿនយើងដាំលក្ខណៈគ្រួសារក្នុងផើងក្នុងថូទេបងប្អូនអាចកាច់ពង្រីករបៀបនេះបន្តបានពីព្រោះអីមែកធៀងមួយចំនួនហ្នឹងយើងគង់តែកាច់ចោលដដែលអញ្ចឹងយើងកាច់មកយកមកដោតទៅយើងបានពូជថ្មីយើងអាចបន្តអាចដាំក្នុងផើងនិងបានផ្លែផ្កាដូចទៅនឹងដើមមេដែរហើយដើមដែលយើងកាច់យកមកដុតហ្នឹងបងប្អូនមើលផងកុំឲ្យមានជំងឺគណៈមានជំងឺវានឹងឆ្លងជំងឺមកដើមក្រោយនេះហើយអញ្ចឹងយើងមើលដើមដែលមានសុខភាពល្អផ្លែផ្កាល្អបងប្អូនអាចកាច់យកមកដុតនឹងបានផលពិត 100% តែម្ដងបាទនេះជារឿងពិតបងប្អូនអាចអនុវត្តបានលើកទឹកចិត្តជាពិសេសបងប្អូនដាំដុះលក្ខណៈគ្រួសារដាំលំអអីហ្នឹងបាទ